1.58 គីឡូបងប្អូន52គីឡូស្តង់ដារល្អហើយបងអញ្ចឹងសួរថា52គីឡូហ្នឹងយើងត្រូវការញ៉ាំប្រូតេអ៊ីនប្រមាណក្រាមនៅក្នុងមួយថ្ងៃទើបគ្រប់តម្រូវការនៃប្រូតេអ៊ីនប្រចាំថ្ងៃស្ថិតនៅលើគោលដៅហើយនិងសកម្មភាពនៃរាងកាយរបស់យើងនីមួយៗនិយាយទៅយើងត្រូវការប្រូតេអ៊ីនអត់ដូចគ្នាទេផ្សេងពីគ្នាអញ្ចឹងណារបៀបរស់នៅដែលមិនសូវមានសកម្មភាពអីសម្រាប់52គីឡូត្រូវការប្រូតេអ៊ីនប្រហែលជាខ្ទង់42ក្រាមនៅក្នុងមួយថ្ងៃបើយើងគិតជាកម្រិតមូលដ្ឋានវិញគឺត្រូវការប្រូតេអ៊ីន0.8ក្រាមក្នុង1គីឡូក្រាមនៃទម្ងន់ខ្លួនរបស់យើងនិងដើម្បីការពារបញ្ហាកង្វះអាហារូបត្ថម្ភនិងបើសិនជាអត់បានហាត់ប្រាណសម្រាប់អ្នកហាត់ប្រាណវិញ52គីឡូត្រូវការប្រូតេអ៊ីនខ្ទង់62ក្រាមទៅ83ក្រាមនៅក្នុងមួយថ្ងៃជួននេះគិតថា1គីឡូនៃទម្ងន់ខ្លួនរបស់យើងត្រូវការប្រូតេអ៊ីន1.2ក្រាមឬក៏1.6ក្រាមនេះដើម្បីគ្រប់គ្រងដល់សកម្មភាពនៃការហាត់ប្រាណដូចជាជិះកង់ការហាត់យូហ្គា2ឬក៏3ដងនៅក្នុងមួយសប្តាហ៍ហើយសម្រាប់អ្នកកសាងសាច់ដុំឬក៏ការហ្វឹកហាត់បែបកម្លាំងឬក៏បែបធ្ងន់ត្រូវការប្រូតេអ៊ីនដល់ទៅ104ក្រាមនៅក្នុងមួយថ្ងៃគឺមានន័យថាត្រូវការប្រូតេអ៊ីន1.6ក្រាមឬក៏2ក្រាមនៅក្នុងទម្ងន់ខ្លួនយើង1គីឡូកម្រិតនេះគឺវាផ្ដល់នូវការជួសជុលហើយនិងការបង្កើតជាលិកាសាច់ដុំនិងប្រសិនបើជាយើងលើកបែបធ្ងន់ណា